ពេលគេខលមកវាមានភ្លើងបាញ់ flash ញាក់បងប្អូនអញ្ចឹងរបៀបធ្វើយើងចូលមកកាន់ setting មកបងប្អូនអូខេយើងចូល setting យើងអូសក្រោមបន្តិចត្រូវមកពាក្យថា accessibility នេះបងប្អូនចូលមកអូខេបន្ទាប់មកទៀតបងប្អូន scroll ទៅក្រោមទៀត scroll ទៀតបងប្អូន scroll ទៀតមកយើងទៅរកមើលពាក្យថា audio and visual នេះរូបមីក្រូហើយនឹងក្របភ្នែកនេះបងប្អូនចុចមកអូខេបន្តមកទៀតបងប្អូន scroll ទៅក្រោមទៀត scroll ទៅក្រោមតទៀតមកនៅខាងក្រោមគេបងអស់នេះបងប្អូនដែលមានពាក្យថា LED flash for alert យើងចុចលើវាមកតមកយើងបើកសញ្ញានឹងទាំងអស់ទាំង3ហ្នឹងមកអូខេអញ្ចឹងបងប្អូនអាចកំណត់បែបនេះបាននៅពេលដែលគេទេមកខលមកវាមានលោតភ្លើងលោត flash ហ្នឹងបងប្អូនលោតភ្លើង flash ពីក្រោយយើងភ្លឺភ្លឹបអញ្ចឹងណាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយៗទៀតបាយបាយ